4 ចំណុចខាងក្រោមបងប្អូនគួរតែដឹងមុនធ្វើការទិញអចលនទ្រព្យ 1. គម្រោងចាំពេលល្អបំផុតក្នុងការទិញអចលនទ្រព្យពេលនេះហើយជាពេលដែលល្អបំផុតព្រោះការដែលយើងរងចាំឬពន្យាពេលអាចជាការខកខាននៅឱកាសទៅវិញទេក្នុងការទិញពេលគេមាន promotion ឬការបញ្ចុះតម្លៃផ្សេងៗ 2. ការទិញអចលនទ្រព្យនៅក្នុងថ្ងៃនេះគឺជាការបង្កើនទ្រព្យសម្បត្តិនៅថ្ងៃស្អែកឱកាសល្អទីតាំងល្អតម្លៃសមរម្យមិនមានរាល់ថ្ងៃទេបងប្អូនដូច្នេះត្រូវតែឆ្លៀតទៅប្រសើរ 3. អចលនទ្រព្យមិនមែនត្រឹមតែជាទ្រព្យសម្បត្តិតែក៏ជាឱកាសបង្កើតផលចំណេញនៅពេលអនាគតផងដែរមានទ្រព្យមានឱកាសចង់សង់លំនៅឋានក៏បានចង់ប្រកបអាជីវកម្មក៏បានវិនិយោគដាក់ជួរឬលក់ចំណេញវិញក៏បាន 4. សប្តាហ៍ថ្ងៃមហាសេដ្ឋីសិតតែផ្ដើមចេញពីការវិនិយោគជាមួយអចលនទ្រព្យមានដូចជាលោក Donald Trump លោក Lee Gelsing តើបងប្អូនយល់យ៉ាងណាដែរចំពោះ 4 ចំណុចខាងលើសូមខមមិនខាងក្រោម